បាទអញ្ចឹងចូលមកដល់កម្មវិធីនៃការចាប់ផ្ដើមជាមួយនឹងកម្មវិធី Visual Studio ជាលើកដំបូងអ្នកនរគ្នាអូខេតោះអញ្ចឹងដើម្បីចាប់ផ្ដើមជាមួយនឹងកម្មវិធី Visual Studio លើកដំបូងអ្នកគ្នាចាប់ផ្ដើមជាមួយនឹងសូមយើងចូលទៅកាន់កម្មវិធី Visual Studio អូខេបន្តមកទៀតយក New Project រួចហើយអ្នកគ្នានៅត្រង់នេះគឺជ្រើសរើស Visual Basic យើងចាប់ដើមជាមួយនឹងកម្មវិធី Visual Basic ហើយចំណុចនេះគឺយើងយក Window ហើយចំណុចបន្ទាប់យើងយក Desktop អញ្ចឹងក្នុងនេះខ្ញុំយកជ្រើសរើសទៅរកពាក្យមួយគឺ Window Form app.net framework បាទហើយចុចនេះមកអញ្ចឹងនៅត្រង់ project name នេះគឺជាឈ្មោះ project របស់យើងអញ្ចឹងនៅក្នុង project នេះខ្ញុំដាក់ឈ្មោះរបស់ project យើងអញ្ចឹង student management នេះជាឈ្មោះ project ដែលយើងធ្វើតមកខាងក្រោមនេះ location គឺជាទីតាំងនៃការរក្សាទុករបស់ project អញ្ចឹងនៅក្នុងហ្នឹងមាន default ទីតាំង default របស់វាគឺនៅក្នុង drive C user ហើយ KCSUS shop report ខ្ញុំដាក់នៅជា default ហ្នឹងហើយចំណែកឯកន្លែង .net framework នេះគឺយើងយក .net framework 4.8 អញ្ចឹងកន្លែងនេះអ្នកនេះអាចជ្រើសរើសទៅតាមប្រភេទហ្នឹងតែខ្ញុំសម្រាប់ខ្ញុំយក 4.8 អូខេតោះខ្ញុំធ្វើការ create វាអូខេអញ្ចឹងពេលយើងចុច create មកយើងបាន project មួយហើយនឹងមាននៅក្នុង project នេះការចាប់ផ្ដើមដំបូងគឺមានឲ្យ blank form មកយើងមួយអញ្ចឹងក្នុងនេះខ្ញុំធ្វើការ design យើងអាចធ្វើការ design នៅលើ form នឹងបានអូខេអញ្ចឹងនៅក្នុងការចាប់ផ្ដើមជាមួយនឹងការ design form ហ្នឹងអូខេអញ្ចឹងសម្រាប់ការទៅលើ project ថ្មីប៉ុណ្ណឹងហើយយើងចង់បើក project គឺយើងចូលទៅកាន់ file ហើយយក open មកមានក្នុងនេះគេដាក់ថា project solution តើមកយើងធ្វើការចូលទៅកាន់ទីតាំងរបស់នៃការ project របស់យើងនៃកន្លែងដែលយើងរក្សាទុក project ហ្នឹងនៅក្នុង drive C user ឈ្មោះរបស់ user ហ្នឹងហើយ shop តើមក report អញ្ចឹង project របស់យើងនៅក្នុងនេះ project របស់យើងនៅក្នុងគឺ student management នេះគឺយើងអាចធ្វើការបើកតោះមកយើងចូលទៅកាន់វាមកយើងជ្រើសរើស file មួយគឺ student management.slnx ជ្រើសរើសវាហើយចូល open នោះវាយើងនឹងចេញ project របស់យើងនឹងមកវិញដើម្បីធ្វើការបន្តហើយក្នុងនេះដែរវាមាន save មានពីរ save ទី1គេថា save form មានន័យថា save រាល់អ្វីដែលយើងនៅលើ form ដែលយើងធ្វើការ design ហ្នឹងគឺយើងចុច save ពេលនោះវានឹងធ្វើការ save រាល់ការងារដែលយើងធ្វើការ design លើវាហ្នឹងហើយមួយទៀតគឺ save all នេះគឺ save project save ទាំងអស់ចូលទៅក្នុង project របស់យើងបាទអញ្ចឹងការចាប់ផ្ដើមជាមួយនឹង Visual Studio គឺខ្ញុំសូមបង្ហាញប៉ុណ្ណឹងសូមកុំភ្លេចចុច Subscribe ហើយនិង Like ព្រមទាំង Share ដើម្បីទទួលបានវីដេអូថ្មីៗទៀតបាទសូមអរគុណ